ផ្លូវចិត្តរឹងមាំយើងត្រូវដឹងថាពេលណាដែលយើងប្រឹងយើងបាត់បង់វាហើយជំរាបសួរនិងស្វាគមន៍លោកអ្នកបងប្អូនជាថ្មីម្ដងទៀតមកកាន់ podcast របស់យើងនៅក្នុងសប្តាហ៍ថ្មីលោកអ្នកបងប្អូនយើងនឹងទៅចែកគ្នាថាតើអ្វីទៅជាធនធានសម្រាប់ប្រទេសជាតិដ៏ពិតប្រាកដតើធនធានមានអត្ថន័យតែចំពោះកំណើនឬក៏ចំនួននៃប្រជាជនឬមួយក៏ពាក្យថាធនធានមនុស្សនោះពឹងផ្អែកទៅលើចំណុចអ្វីខ្លះខ្ញុំនឹងនាំលោកអ្នកបងប្អូនទៅជួបជាមួយនឹងបងអូនស្រីដែលខ្ញុំជឿថាគាត់គឺជាធនធានមួយដ៏មានតម្លៃហើយជាធនធានមួយដ៏ល្អមែនតើដែលគាត់មិនត្រឹមតែជាមនុស្សម្នាក់ដែលអាចជួយខ្លួនឯងបានប៉ុន្តែគាត់ជាម្នាក់ដែលអាចជួយទៅដល់អ្នកដទៃផ្សេងទៀតបានសង្គមជាតិរបស់គាត់សហគមន៍ដែលគាត់រស់នៅគឺគាត់មានចំណាយជាច្រើនដើម្បីជួយហើយអញ្ចឹងខ្ញុំជឿថាលោកអ្នកបងប្អូននឹងបានឮអំពីរឿងរ៉ាវក៏ដូចជាដំណើរជីវិតនិងការលើកទឹកចិត្តពីបងអូនស្រីផ្ទាល់តែម្ដងអញ្ចឹងយើងនឹងជួបជាមួយនឹងបងអូនស្រីទាំងអស់គ្នាសួស្តីជំរាបសួរបងចាអរគុណច្រើនអញ្ចឹងមុននឹងទៅដល់ការជជែកនៃរឿងរ៉ាវនៃជីវិតចង់ឲ្យបងអូនណែនាំខ្លួនទៅដល់បងប្អូនរបស់យើងចាជម្រាបសួរអ្នកទាំងអស់គ្នានាងខ្ញុំឈ្មោះស៊ីផាកញ្ជនីហើយសប្តាហ៍ថ្ងៃខ្ញុំបម្រើការជានាយិកាប្រចាំប្រទេសសម្រាប់អង្គការសេចក្តីសន្យានៃសេរីភាពមានឈ្មោះជាភាសាអង់គ្លេស Freedom's Promise ហើយខ្ញុំចល័តរហូតយើងមាន campus មួយដ៏ស្រស់ស្អាតនៅទីក្រុងប៉ោយប៉ែតតែថ្ងៃនេះខ្ញុំមកដល់ភ្នំពេញហើយបានជួបបងហើយបានចូលរួមក្នុង podcast ថ្ងៃនេះសប្បាយចិត្តមែនតើហើយប្រធានបទក៏គួរឲ្យចាប់អារម្មណ៍ទៀតហើយខ្ញុំរំភើបក្នុងការចែកចាយអ្វីដែលខ្ញុំជួបប្រទះជាជីវិតផ្ទាល់ខ្លួនជាមេរៀនហើយខ្ញុំសង្ឃឹមថាវាជាប្រពោសម្រាប់បងប្អូនទស្សនិកជនដែលស្ដាប់ផងដែរចាអរគុណច្រើនតាមពិតសម្រាប់ខ្ញុំយើងពិតជាត្រូវការមេរៀនជាសភៅជាគ្រូបង្រៀនប៉ុន្តែអ្វីដែលជាការលើកទឹកចិត្តយើងគឺនៅពេលដែលស្ដាប់រឿងរ៉ាវអ្នកណាម្នាក់ដែលគាត់ជួបនៅក្នុងជីវិតហើយគាត់អាចឆ្លងកាត់ហើយចំណេះដឹងមួយនោះឬក៏ចំណងជើងឬក៏មេរៀននៅក្នុងសភៅនោះបានខ្លាយទៅជាការពិតនៅក្នុងជីវិតរបស់គាត់អញ្ចឹងយើងបានអានសភៅថាដើម្បីខ្លាយទៅជាធនធានមនុស្សនោះមានន័យបែបម៉េចធ្វើបែបម៉េចល្អសំខាន់ដែលយើងត្រូវអានប៉ុន្តែសម្រាប់ខ្ញុំផ្ទាល់ខ្ញុំមានទំនាក់ទំនងស្គាល់កញ្ញនីហើយខ្ញុំជឿថាតាមរយៈអ្វីដែលខ្ញុំទទួលបានពីជីវិតគាត់គឺខ្ញុំជឿថាគាត់ជាធនធានមួយដែលសំខាន់នៅក្នុងប្រទេសជាតិរបស់យើងអញ្ចឹងកន្លងមកអ្វីដែលយើងបានឆ្លងកាត់អតីតកាលมันយូរប្រហែលទេនៅក្នុងសង្គមជាតិនៅក្នុងប្រទេសរបស់យើងគឺជាពេលវេលាដ៏លំបាកមួយហើយខ្ញុំឃើញមានការចែកវែកញែកថាធនធានមនុស្សពាក្យថាធនធានមនុស្សអញ្ចឹងមានមនុស្សជាច្រើនបានឲ្យនិយមន័យផ្សេងពីគ្នាអញ្ចឹងថ្ងៃនេះយើងចង់លើថាតើសម្រាប់កញ្ញនីផ្ទាល់នឹងយល់ថាធនធានមនុស្សមានន័យយ៉ាងដូចម្ដេចប៉ុន្តែមុនទៅដល់នោះចង់ដឹងថាកញ្ញនីមកពីណាហើយបានធ្វើអ្វីខ្លះរហូតមកដល់ជីវិតសពថ្ងៃចាអរគុណបងសម្រាប់សំណួរហើយនឹងហើយសម្រាប់ទស្សនិកជនទាំងអស់គ្នាដែរខ្ញុំអាចចែករំលែកអំពីសាច់រឿងផ្ទាល់ខ្លួនខ្លះខ្ញុំជាកូនកណ្ដាលចាក្នុងចំណោមបងប្អូន3នាក់អញ្ចឹងបង្កើតសន្តិភាពចាយើងត្រូវអូខេកូនបងគេធ្វើបាបកូនប្អូនយើងធ្វើម៉េចគេកូនបើអញ្ចឹងណាអញ្ចឹងយើងកូនកណ្ដាលយើងត្រូវចេះមានជំនាញចរចាថាលេងហើយប៉ុន្តែវាជាអ្វីមួយដែលអញនិយាយថាជប់សូនជីវិតខ្ញុំដែរក្នុងរូបភាពជាកូនកណ្ដាលហ្នឹងហើយខ្ញុំធំធាត់មកក្នុងគ្រួសារដូចខ្មែរយើងទូទៅជាអ្នកដែលកាន់ពុទ្ធសាសនាប៉ុន្តែនៅខ្ញុំពេលដែលខ្ញុំអាយុខ្ទង់13ឆ្នាំគ្រួសារខ្ញុំបានជួបរឿងដ៏លំបាកហើយធ្វើឲ្យគ្រួសារយើងអត់នៅជាមួយគ្នាទៀតបែកបាក់គ្នាហើយពេលហ្នឹងប្អូនខ្ញុំនៅទូចមែនតើប្អូនខ្ញុំប្អូនទី3របស់ខ្ញុំហ្នឹងប្អូនខ្ញុំជិតមកដណ្ដប់ឆ្នាំអញ្ចឹងហើយខ្ញុំខ្លួនឯងធំលឿនតែពិតខ្ញុំខ្ពស់ក្នុងចំណោមស្រីខ្មែរបើថាឈរជាមួយគេទៅឬខ្ពស់ជាងគេជាងឯងអញ្ចឹងណាអញ្ចឹងភាសាខ្មែរគេថាត្រឡោកអញ្ចឹងដូចពេលដែលប្អូនខ្ញុំបើហ្នឹងឆ្ងាយគំនិតឆ្ងាយពីខ្ញុំគាត់ដូចជាកូនខ្ញុំអញ្ចឹងបីដូចជាទៅណាអញ្ចឹងយើងទៅជាមួយគ្នាខ្ញុំមើលគាត់ខ្ញុំអីគាត់ឲ្យគ្រួសារយើងបែកបាក់វាដូចជាខ្យល់ព្យុះដ៏អាក្រក់ដែលបក់បោកក្នុងក្រុមគ្រួសាររបស់យើងហើយពេលហ្នឹងយើងបាត់បង់អ្វីៗទាំងអស់
យើងបាត់បង់ផ្ទះសម្បែងហើយខ្ញុំធ្លាប់ទៅរស់នៅផ្ទះជួលទៀតអញ្ចឹងយើងដឹងហើយក្នុងវប្បធម៌ខ្មែរយើងនៅផ្ទះជួលគឺអន់ណាចាសូមថាអញ្ចឹងហ្មងយើងថាតាមត្រង់អញ្ចឹងយើងតែបើយើងនិយាយជាមួយជនជាតិគេថាមានអីផងរឿងនៅផ្ទះជួលធម្មតាប៉ុន្តែសម្រាប់វប្បធម៌ខ្មែរយើងជាពិសេសសម្រាប់អ្នកដែលធ្លាប់មានផ្ទះផ្ទាល់ខ្លួននៅពេលដែលយើងធ្លាប់មានហើយដែលថាយើងធ្លាប់មានផ្ទះផ្ទាល់ខ្លួនស្រាប់តែពេលដែលខ្ញុំបាត់បង់អ្វីៗទាំងអស់ហ្នឹងខ្ញុំជាវ័យជំទង់ទៀតអញ្ចឹងពេលដែលយើងវ័យជំទង់គឺយើងហៅភាសាខ្មែរថាវ័យឈាមរាវប៉ុន្តែក៏ពិតវាមានន័យថាវ័យដែលងាយនឹងប៉ះពាល់អារម្មណ៍ជាទីបំផុតចាបកកែអន់ចិត្តបកកែតូចចិត្តច្រើនខ្មាស់គេអីហ្នឹងគឺខ្លាំងហ្មងហើយរឿងទាំងអស់ហ្នឹងវាកាត់ចំនៅពេលដែលខ្ញុំវ័យជំទង់បាត់បង់ផ្ទះហើយមានពេលមួយដែលយើងបាត់បង់ផ្ទះហ្នឹងធ្លាក់ខ្លួនទៅនៅផ្ទះជួលមិត្តភក្តិខ្ញុំនិយាយថាកញ្ជនីតោះយើងទៅលេងផ្ទះកញ្ជនីរាល់ដងពេលម៉ោងលីបពេលអត់រៀន1ម៉ោង2ម៉ោងអញ្ចឹងគេទៅលេងផ្ទះខ្ញុំទៅបេះស្វាយទៅអីទៅអង្គុយលេងទៅអីប៉ុន្តែមានថ្ងៃមួយយើងអត់មានកន្លែងហ្នឹងសម្រាប់មិត្តភក្តិទៀតទេពេលដែលគេថាទៅលេងផ្ទះកញ្ជនីហ្នឹងខ្ញុំភ័យមុននឹងគេថាអញ្ចឹងទៀតខ្ញុំថាកុំនិយាយអីអញ្ចឹងធម្មតាតែយើងជាទម្លាប់អញ្ចឹងណាសូម្បីតែខ្លាចតែគេប្រើពាក្យទៅលេងផ្ទះប៉ុន្តែអញ្ចឹងខ្ញុំត្រូវប្រឈមមុខប្រាប់គេថាយើងអត់មានផ្ទះហ្នឹងទៀតទេចាយើងលេងមានផ្ទះហ្នឹងទៀតហើយរហូតដល់ខ្ញុំប្រឈមមុខមើលប្អូនខ្ញុំដែលទូចហ្នឹងបីដូចជាកូនខ្ញុំហ្នឹងពេលហ្នឹងគាត់អាយុដូចជា2ខួបកន្លះហើយខ្ញុំគិតថាខ្ញុំប្រហែលជាត្រូវបោះបង់ការសិក្សាចោលហើយដើម្បីមើលប្អូននេះសារឪពុកម្ដាយបងប្អូនយើងវាខ្ចាត់ខ្ចាយគ្នាខ្លាំងមែនតើណាពេលហ្នឹងចាអញ្ចឹងខ្ញុំនៅពេលដែលនៅផ្ទះជួលហ្នឹងពងតែ stress ខ្មាស់គេតូចចិត្តខឹងជាមួយនឹងកលៈទេសៈដែលខ្លួនឯងកំពុងស្ថិតនៅហើយមើលប្អូនផងឆ្លៀតទៅនិយាយរួមទៅវាជាពេលមួយដែលអាប់អួរខ្លាំងមែនតើខ្ញុំនៅផ្ទះជួលហ្នឹងហើយនៅជិតផ្ទះជួលហ្នឹងមានស្រះមួយខ្ញុំពងបោកកៅអៅនឹងដៃខ្ញុំអាយុប្រហែលជា13 14ឆ្នាំហ្នឹងខ្ញុំពងបោកកៅអៅនឹងដៃហើយខ្ញុំគិតអំពីការឈប់រៀនដើម្បីទៅមើលប្អូនហើយខ្ញុំគិតអំពីបើខ្ញុំឈប់រៀនខ្ញុំនឹងទៅនៅម្ដុំជីដែនអីចឹងណាបើកហាងអីមួយលក់ដូរអីចឹងទៅយើងអត់ដឹងទេយើងចេះតែគិតកំណត់កូនក្មេងហើយលឺចាស់ឲ្យបត់អីផ្សេងអីចឹងទៅយើងចេះតែយកមកគិតទៅខ្ញុំចង់ឈប់រៀនប៉ុន្តែខ្ញុំដឹងថាបើខ្ញុំឈប់រៀនខ្ញុំទៅណាខ្ញុំជីវិតខ្ញុំយ៉ាងម៉េចហើយទៅនៅជីដែនតែខ្ញុំទៅប្រឈមអីគេខ្លះខ្ញុំអរគុណព្រះអង្គពេលហ្នឹងខ្ញុំអាយុក្មេងហាក់អត់ទាន់ស្គាល់ព្រះអង្គអីច្រើនអីនៅឡើយប៉ុន្តែបើអង់គ្លេសគេហៅ Provident Grace របៀបដែលព្រះជាម្ចាស់មានព្រះបន្ទូលរើសយើងមុនពេលយើងស្គាល់ព្រះអង្គទៅទៀតចាអញ្ចឹងពេលដែលខ្ញុំកំពុងតែបោកកៅអៅហ្នឹងស្រាប់តែខ្ញុំមានគំនិតមួយថាចេះបើខ្ញុំឈប់រៀនជីវិតខ្ញុំនឹងនៅផ្ទះជួលអង្គុយបោកកៅអៅមាត់ក្បែរមាត់ស្រះនឹងរហូតខ្ញុំមានអារម្មណ៍ហ្នឹងហ្មងប៉ុន្តែបើសិនជាខ្ញុំបន្តរៀនជីវិតខ្ញុំនឹងល្អប្រសើរជាងហ្នឹងអញ្ចឹងខ្ញុំតាំងចិត្តមកថាទោះបីជាខ្ញុំនៅផ្ទះជួលហើយផ្ទះជួលហ្នឹងចេះទៀតពីដើមផ្ទះខ្ញុំផ្ទាល់ខ្លួនហ្នឹងនៅជិតសាលាដើរតែ5នាទីដល់ផ្ទះជួលនេះធាក់កង់កន្លះម៉ោងបណ្ដោះសាលាវ៉ាចាវាមិនគ្រាន់តែជាផ្ទះជួលហើយវាឆ្ងាយទៀតវាត្រូវពុះពៀឲ្យយើងជិះកង់ធាក់កង់ហ្នឹងទៀតអញ្ចឹងបើសិនជាខ្ញុំខ្មាស់គេខ្ញុំប្រាប់ខ្លួនឯងថាខ្ញុំមិនធាក់កង់ទេវាចប់ទាំងអស់ហ្មងប៉ុន្តែនៅពេលដែលខ្ញុំបោកកៅអៅហ្នឹងខ្ញុំមានអារម្មណ៍ថាមានសម្លេងអីមួយផុសចេញពីក្នុងចិត្តខ្ញុំប្រាប់ថាការអប់រំគឺជាអាវុធដ៏មានឥទ្ធិពលបំផុតក្នុងការផ្លាស់ប្ដូរពិភពលោក Nelson Mandela អ្នកនិយាយពាក្យហ្នឹងដល់ពេលហើយខ្ញុំគិតអំពីឃ្លាហ្នឹងហើយវាពុះកញ្ជ្រោះក្នុងចិត្តខ្ញុំហើយខ្ញុំប្រាប់ចិត្តខ្លួនឯងខ្ញុំនឹងទៅរៀនខ្ញុំនឹងធាក់កង់ទៅរៀនហើយព្រះអង្គធ្វើការអស្ចារ្យខ្ញុំមិនដឹងថាអ្នកណាគេទៅមកពីណាពីណីខ្លះជួយមើលប្អូនខ្ញុំជួយមើលអីឥឡូវគេធំហើយប្អូនខ្ញុំពេលហ្នឹងគឺពេលមួយដែលកំសត់ចាពេលមួយដែលលំបាកពេលមួយដែលវេទនាប៉ុន្តែព្រះគុណរបស់ព្រះអង្គបន្តិចម្ដងបានស្ដារខ្ញុំឡើងហើយរហូតដល់ខ្ញុំចាប់ទី12ព្រះអង្គផ្គត់ផ្គង់ពីនេះពីនោះឲ្យមកអញ្ចឹងទៅខ្ញុំរៀននៅបាត់ដំបងហើយខ្ញុំក៏អត់ដែលចូលរៀនសាលាអីថ្លៃអីណាអីណីដែរមកដែរប៉ុន្តែពេលខ្ញុំចាប់ទី12ពឹបខ្ញុំបានអាហារូបករណ៍ទៅរៀនតហើយពេលហ្នឹងខ្ញុំមានជំរើសថារៀនខាងកែច្នៃម្ហូបអាហារឬក៏រៀនខាងអក្សរសាស្ត្រអង់គ្លេសខ្ញុំគិតថាខ្ញុំស្រឡាញ់ពន្ធកិច្ចខ្ញុំចង់កើតទៅជាបេសកជនអញ្ចឹងខ្ញុំក៏សម្រេចចិត្តថាខ្ញុំនឹងរៀនអក្សរសាស្ត្រអង់គ្លេសទៅបានតែប្រគ្រប់កិច្ចយកសញ្ញាបត្រហ្នឹងទៅបម្រើព្រះអង្គនៅប្រទេសអ៊ីរ៉ាក់អីចឹងទៅខ្ញុំគិតក្នុងចិត្តខ្ញុំដល់ពេលហើយខ្ញុំវិតជារៀនចប់មែនប៉ុន្តែដល់ពេលដែលខ្ញុំរៀនចប់ហ្នឹងខ្ញុំធ្វើជាគ្រូបរិញ្ញាបត្រអង់គ្លេសអីខ្លះអីចឹងទៅដល់ពេលដែលខ្ញុំរៀនចប់ខ្ញុំក៏អត់មានការងារធ្វើមួយរយៈហើយពេលហ្នឹងព្រះអង្គដោះខាត់ខ្ញុំមែនតើរបៀបដែលយើងដើរជាមួយព្រះអង្គយើងមិនថាអូពេលដែលយើងជឿព្រះហើយជីវិតយើងល្អយេអត់ទេព្រះអង្គប្រើប្រាស់កលៈទេសៈផ្សេងឲ្យយើងបាននៅជាប់ជាមួយនឹងព្រះអង្គហើយដោះខាត់អត្តចរិតរបស់យើងចា៎បើខ្ញុំស្គាល់ព្រះអង្គពីដំបូងគឺនៅពេលដែលខ្ញុំលំបាកវេទនានឹងឯងហើយខ្ញុំទៅរៀនអង់គ្លេសនៅសាលា
Christian មួយដែលគេព្រៀនអង់គ្លេសគេយកលុយយើងតែគេយកថោកមែនតើធ្វើឲ្យខ្ញុំមានលទ្ធភាពបង់ពេលហ្នឹងហើយគឺជាកន្លែងដែលខ្ញុំលឺដំណឹងល្អប៉ុន្តែពេលដែលខ្ញុំលឺដំណឹងល្អដំបូងហ្នឹងខ្ញុំមិនលឺដោយសារខ្ញុំគិតថាខ្លួនឯងជាមនុស្សមានបាបត្រូវការព្រះសង្គ្រោះខ្ញុំអត់បានគិតអញ្ចឹងទេខ្ញុំគិតថាអត់មានអ្នកគេស្រឡាញ់ខ្ញុំទេតែព្រះយេស៊ូវគ្រីស្ទព្រះអង្គជាក្តីស្រឡាញ់អីចឹងណាអញ្ចឹងពេលហ្នឹងខ្ញុំក៏ទទួលយកសេចក្តីស្រឡាញ់ព្រះអង្គហើយខ្ញុំទទួលបានការប៉ះពាល់ចិត្តម្ដងហើយប៉ុន្តែអត់តាន់ពេញលេញឡើយព្រះអង្គឲ្យខ្ញុំឃើញថាខ្ញុំជាមនុស្សមានបាបខ្ញុំជាមនុស្សដែលមានអំនួតព្រះអង្គត្រូវការដោះខាត់ខ្ញុំអញ្ចឹងពេលដែលខ្ញុំចាប់ថ្នាក់មហាវិទ្យាល័យហ្នឹងដំបូងខ្ញុំអានព្រះគម្ពីរចប់អស់រលីងខ្ញុំពេញដោយចំណេះដឹងនៅក្នុងគំនិតខ្ញុំចាំខគម្ពីរខ្ញុំស្គាល់ខគម្ពីរប៉ុន្តែខ្ញុំមានអារម្មណ៍ថា I'm a better Christian ខ្ញុំ Christian ល្អជាងខ្ញុំអានពីពីរាល់ថ្ងៃខ្ញុំអានចប់ហើយពីម្ខាងទៅម្ខាងខ្ញុំចាំខ្ទេចអស់ហើយអីចឹងក្នុងចិត្តខ្ញុំដូចដើរដូចលួចអួតនៅក្នុងហ្នឹងអញ្ចឹងណាចាប៉ុន្តែដល់ពេលខ្ញុំចាប់ទៅព្រះអង្គ humble ខ្ញុំព្រះអង្គបន្ទាបខ្ញុំឲ្យខ្ញុំដឹងថាក៏ពិតខ្ញុំជាមនុស្សមានបាបក៏ពិតខ្ញុំមានរឿងជាច្រើនដែលខ្ញុំអត់ល្អនៅចំពោះព្រះអង្គពេលហ្នឹងដែលខ្ញុំចាប់ដើមស្គាល់ថាពាក្យថាព្រះគុណមានន័យមិនចាព្រះគុណអ្វីដែលខ្ញុំអាចបានទៅខំយកវាមកទេប៉ុន្តែព្រះអង្គប្រទានឲ្យខ្ញុំព្រះយេស៊ូវគ្រីស្ទព្រះអង្គជាព្រះគុណអញ្ចឹងពេលហ្នឹងដែលខ្ញុំស្គាល់ព្រះអង្គថាអូព្រះអង្គអើយកូនដូចបទចម្រៀងមួយថាអ្នកនាំសារនៃឈឺឆ្កាងអ្នកនាំសារនៃឈឺឆ្កាងហ្នឹងថាជាមេនៃមនុស្សបាបគេមានឃ្លាហ្នឹងអញ្ចឹងណាអញ្ចឹងថាវ៉ាមិនគ្រាន់តែជាមនុស្សបាបទេជាមេនៃមនុស្សបាបទៀតតែព្រះអង្គស្រឡាញ់យើងខ្លាំងមែនតើពេលហ្នឹងហើយដែលខ្ញុំស្គាល់សេចក្តីស្រឡាញ់ដែលជ្រាលជ្រៅជាងមុនទៀតដោយសារខ្ញុំស្គាល់ថាខ្លួនឯងជាមនុស្សមានបាបចាអញ្ចឹងពេលហ្នឹងគឺបំផ្លាស់បំប្រែខ្ញុំពីក្នុងមកហើយធ្វើឲ្យខ្ញុំមើលទៅមនុស្សជុំវិញខ្លួនខ្ញុំមិនអីអស់ចាស់អីជាងគេទេហើយពេលហ្នឹងដែលខ្ញុំអាចស្រឡាញ់មនុស្សជុំវិញខ្លួនខ្ញុំបានល្អជាងមុនជាពិសេសស្រឡាញ់ឪពុកម្ដាយខ្ញុំស្រឡាញ់ក្រុមគ្រួសារខ្ញុំបើខ្ញុំអត់មានព្រះយេស៊ូវគ្រីស្ទទេខ្ញុំអាចប្រឈមមុខមួយរឿងដែលកាត់ឡើងពីខ្ញុំនៅទូចនឹងបានទេចាអញ្ចឹងវាធ្វើឲ្យខ្ញុំកែប្រែជីវិតខ្ញុំខ្លាំងមែនតើរហូតដល់ពេលដែលខ្ញុំអត់មានការងារធ្វើហ្នឹងចាដើរតត់ខ្យល់ពីព្រោះខ្ញុំគិតថាចាពេលហ្នឹងក៏ពិតមុននឹងខ្ញុំតដើរតត់ខ្យល់ហ្នឹងខ្ញុំបានអាហារូបករណ៍ទៅរៀននៅអាមេរិកមួយខែហើយជាអាហារូបករណ៍ដែលខ្ញុំអត់ធ្លាប់ដែរជិះយន្តហោះក្នុងឆាកជីវិតខ្ញុំទេជិះយន្តហោះរបស់ខ្ញុំដំបូងទៅដល់អាមេរិកអញ្ចឹងវាធ្វើឲ្យខ្ញុំមានអំណួតដែរនិយាយតាមត្រង់ចាខ្ញុំដែរអូខេខ្ញុំនឹងឈប់ធ្វើការកន្លែងចាស់ហើយខ្ញុំនឹងធ្វើការកន្លែងថ្មីណែមើលគេសញ្ញាបត្រគេមកពីអាមេរិកមើលរបស់គេអញ្ចឹងខ្ញុំក្នុងចិត្តខ្ញុំប៉ុន្តែពេលហ្នឹងព្រះអង្គ humble ខ្ញុំព្រះអង្គបន្ទាបខ្ញុំព្រះអង្គអសពហត្ថីឯងពេលហ្នឹងខ្ញុំខំដាក់រើការងារមិនក៏អត់បានដែរខ្ញុំចេញពីការងារកន្លែងចាស់ដែលខ្ញុំធ្វើគ្រូបរិញ្ញាបត្រ4ឆ្នាំហ្នឹងខ្ញុំរកការងារអត់បានទេដល់ពេលដែលខ្ញុំព្យាយាមរកនៅបាត់ដំបងដល់ពេលហើយខ្ញុំរកនៅបាត់ដំបងអត់បានខ្ញុំក៏ដាក់ចិត្តថារកនៅភ្នំពេញថ្ងៃដែលខ្ញុំបានចប់ offer នៅជាមួយនឹងស្ថាប័ននៅភ្នំពេញហ្នឹងថ្ងៃដែល Freedom Promise តាក់ទងមកខ្ញុំចាថ្ងៃនៃដូចគ្នាហ្នឹងដល់ពេលហើយខ្ញុំប្រាប់ Freedom Promise នេះយើងឃើញ logo ទាំងអស់ហ្នឹងចាខ្ញុំប្រាប់ខាងថ្នាក់ដឹកនាំនៅអាមេរិកដោយសារពេលហ្នឹង Christmas ឆ្នាំ2016ហើយគាត់ថាអូមួយខែទៀតបានពួកគាត់មកស្រុកខ្មែរដើម្បីមក interview ខ្ញុំអីចឹងណាតែគេតាមគណិតយើងដល់ពេលហើយខ្ញុំថាអូខេខ្ញុំបានការងារនៅភ្នំពេញខ្ញុំបានចប់ offer បើចង់សម្ភាសខ្ញុំសូមសម្ភាសខ្ញុំថ្ងៃស្អែកកុំសម្ភាសខ្ញុំខែក្រោយដោយសារគាត់ថាសូមមួយខែទៀតថាស្រីសូមសម្ភាសខ្ញុំថ្ងៃស្អែកហើយសូមប្រាប់តំណែងខ្ញុំឲ្យដឹងថ្ងៃហ្នឹងផងអញ្ចឹងណាចាដល់ពេលអូខេរឿងឡើងវែងឡាខ្ញុំបរួមមកខ្លីមកគឺឆ្នាំ2016ខែ12ហ្នឹងដល់ពេលឆ្នាំ2017ខែ1ខ្ញុំចាប់ផ្ដើមធ្វើការមួយ Freedom Promise ហើយរហូតមកដល់ឥឡូវច្រើនជាងរយៈពេល8ឆ្នាំហើយខ្ញុំចាប់ផ្ដើមដំបូងពីតំណែងផ្សេងរហូតមកដល់ឥឡូវអរគុណព្រះអង្គជា National Director តែរឿងវែងឆ្ងាយខ្ញុំអត់ចង់រៀបរាប់ចាប្រសិនបើយើងនិយាយថាអំពីសាច់រឿងរ៉ាវដំណើរការនៃជីវិតមនុស្សម្នាក់មកដល់ពេលនេះpodcast មួយនេះប្រហែល1ឆ្នាំពេញត្រូវតែនិយាយអំពីថាដំណើរការមួយអរគុណអញ្ចឹងយើងបានលើអំពីដំណើរឬក៏ប្រវត្តិនៃជីវិតរបស់កាញ្ជនីដែលគាត់ចេញពីគ្រួសារមួយដែលយើងគិតថាមិនសមប្រកបគ្រប់គ្នាអត់ប្រាថ្នាចង់បានប៉ុន្តែកាញ្ជនីបានយកឈ្នះនៅរឿងរ៉ាវទាំងអស់នោះរហូតមកដល់ពេលវេលាមួយនេះមិនត្រឹមតែតាមពិតគួរតែជាមនុស្សម្នាក់ដែលទទួលបាននៅការមើលថែនិងជួយទៅដល់កាញ្ជនីព្រោះយើងចេញពីគ្រួសារមួយដែលយើងត្រូវការជំនួយខ្លាំងមែនតើប៉ុន្តែមកដល់ថ្ងៃនេះយើងអភិវឌ្ឍដោយព្រះគុណរបស់ព្រះយើងអភិវឌ្ឍមិនត្រឹមតែមិនត្រូវការជំនួយពីអ្នកដទៃតែយើងអាចផ្ដល់ជំនួយទៅដល់អ្នកដទៃបានអញ្ចឹង
ត្រឡប់មកវិញនៅក្នុងប្រធានបទរបស់យើងនិយាយអំពីធនធានមនុស្សសម្រាប់កាញ្ជនីតើអត្ថន័យនៃពាក្យថាធនធានមនុស្សមានអត្ថន័យយ៉ាងណាចំពោះជីវិតរបស់យើងសម្រាប់ខ្ញុំខ្ញុំអត់មាននិយមន័យបែបដូចថាវចនានុក្រមឬក៏បែបbusiness អាជីវកម្មធំឯអត់ទេខ្ញុំអាចប្រើពាក្យមួយថាធនធានមនុស្សគឺជាមនុស្សដែលមានគុណភាពចាយើងអត់និយាយពីអីគេ department ធនធានមនុស្សសុំច្បាប់ឬក៏អីអត់ចង់និយាយចឹងទេប៉ុន្តែយើងចង់និយាយពីក្នុងនាមយើងជាបុគ្គលម្នាក់វិញតើយើងជាមនុស្សដែលមានគុណភាពអត់ចាតើអ្វីដែលធ្វើឲ្យបុគ្គលម្នាក់ខ្លាចជាមនុស្សដែលមានគុណភាពសម្រាប់ខ្ញុំមួយរយៈនេះខ្ញុំបានគិតច្រើនអំពីការងារសង្គមការងារជាពិសេសក្នុងនាមខ្ញុំជា National Director ចង់ខ្ញុំត្រូវតែគិតថាអូខេតើ Freedom Promise អង្គការហ្នឹងមានគោលដៅទៅណាសម្រាប់បានអីធ្វើអីលទ្ធផលអីដាក់ឲ្យបុគ្គលពាក់ព័ន្ធមើលជាពិសេសឲ្យឃើញ donor អីគាត់ឃើញស្នាដៃយើងអីចឹងធម្មតាចង់ performance ការដែលយើងបង្ហាញលទ្ធផលហ្នឹងវាទាមទារហើយប៉ុន្តែចុងក្រោយមកវិញតើខ្ញុំបាន take care ខ្លួនឯងអត់តើខ្ញុំជាបុគ្គលបែបណាហើយគេថា respect ការគោរពដែលមានតម្លៃបំផុតគឺកើតចេញពីមនុស្សដែលស្គាល់យើងច្បាស់បំផុតគឺកើតចេញពីមនុស្សដែលចិត្តស្និទ្ធមួយយើងបំផុតអញ្ចឹងបើសិនជាខ្ញុំក្នុងនាមខ្ញុំposition របស់ខ្ញុំតែជីវិតខ្ញុំអត់មានលើអីពី position ហ្នឹងពីតំណែងហ្នឹងក៏វាអត់មានតម្លៃអីដែរប៉ុន្តែតើខ្ញុំជាបុគ្គលជាមនុស្សណាដែលខ្ញុំមានមោទនភាពជាមួយខ្លួនឯងឧទាហរណ៍សម្រាប់តែនៅផ្ទះខ្ញុំស្រែកខ្ញុំខឹងខ្ញុំមានកំហឹងតើវាល្អអត់ល្អទេអញ្ចឹងសម្រាប់ខ្ញុំពាក្យថាមនុស្សដែលមានគុណភាពគឺចាប់ផ្ដើមពីយើងខ្លួនឯងទៅអារម្មណ៍របស់យើងសុខភាពផ្លូវកាយផ្លូវចិត្តផ្លូវអារម្មណ៍ហើយខ្ញុំនឹងឲ្យផ្លូវកាយយើងនិយាយពីតហាត់ប្រាណញ៉ាំអាហារដែលមានសុវត្ថិភាពអីចឹងអាហ្នឹងខ្ញុំអត់បរិយាយអីច្រើនទេប៉ុន្តែខ្ញុំចង់និយាយពីមនុស្សដែលមានសុខភាពផ្លូវចិត្តរឹងមាំចាពាក្យថាមនុស្សដែលមានសុខភាពផ្លូវចិត្តរឹងមាំគឺគាត់ដឹងថាគាត់មាន high self awareness គាត់ស្គាល់ពីខ្លួនឯងខ្ពស់គាត់ដឹងថាអ្វីដែលធ្វើឲ្យគាត់សប្បាយអ្វីដែលធ្វើឲ្យគាត់កើតទុក្ខអ្វីដែលគាត់ត្រូវបត់បែនអ្វីដែលគាត់ត្រូវប្រឡែងចោលអ្វីដែលគាត់ត្រូវគិតចាឧទាហរណ៍ដូចខ្ញុំបាននិយាយលេងមួយបងពីមុនអញ្ចឹងធម្មតាមនុស្សយើងនរណាម្នាក់ក៏គេជួបទុក្ខលំបាកដែរចាហើយខ្ញុំបានមុននឹងខ្ញុំដើរមកហ្នឹងខ្ញុំឮអំពីការដែលយើងស៊ូទ្រាំមួយទុក្ខលំបាកអ្នកណាក៏ជួបទុក្ខលំបាកដែរជីវិតនៅលើផែនដីនេះវាអត់អាចទៅរួចទេដែលយើងថាយើងអត់មានទុក្ខលំបាកយើងជួបទុក្ខលំបាកចាប៉ុន្តែតើយើងដោះស្រាយវាដោយរបៀបណាហើយសម្រាប់ខ្ញុំអ្វីដែលខ្ញុំធ្វើខ្ញុំដឹងថាខ្ញុំមានព្រះនៅក្នុងជីវិតខ្ញុំអត់នៅម្នាក់ឯងខ្ញុំអត់នៅឯកោខ្ញុំទីមួយខ្ញុំដឹងថាខ្ញុំមានព្រះហើយព្រះដែលស្រឡាញ់ខ្ញុំព្រះដែលខ្វល់ខ្វាយយកចិត្តទុកដាក់ជាមួយនឹងជីវិតខ្ញុំហើយទី2ខ្ញុំជាម្នាក់ដែល journal ជាម្នាក់ដែលទៅសេចូលក្នុងសភៅបើខ្ញុំខឹងខ្ញុំអន់ចិត្តខ្ញុំទៅសេហើយទោះបីមិនខ្ញុំទៅសេចូលក្នុងសភៅខ្ញុំឲ្យចេញអារម្មណ៍អស់មកហើយទាំងអស់គ្នាប្រហែលជាថាតិចលោយើងទៅសេទៅគេលួចមើលសភៅយើងអីចឹងណាយើងត្រូវធ្វើជាមនុស្សដែលមានផ្លូវចិត្តរឹងមាំបើគេលួចមើលសភៅយើងជារឿងរបស់ម្នាក់ហ្នឹងចាយើងត្រូវតែហ៊ានប្រឈមចាហើយកន្លែងណាដែលយើងទុកឲ្យវានៅងងឹតណាវានឹងមានឥទ្ធិពលលើជីវិតយើងអញ្ចឹងយើងត្រូវនាំវាមកពលឺហើយមួយទៀតសម្រាប់ខ្ញុំជឿលើឥទ្ធិពលនៃ mentorship នៃអ្នកដែលជួយចាស់ទុំក្នុងជីវិតយើងលោកគ្រូអ្នកគ្រូដែលជួយដឹកនាំជីវិតយើងពេលខ្លះយើងត្រូវការសុំការអធិដ្ឋានយើងត្រូវហើយក៏យើងមានមិត្តជិតស្និទ្ធមួយយើងដែរថាអូយមកផាឯងពងជួបរឿងចេះចាអញ្ចឹងវាជួយយើងហើយយើងអត់មានអ្នកណាគួរតែរស់នៅក្នុងជីវិតឯកោទេអង់គ្លេសគេថា no man is an island គ្មានអ្នកណាគេម្នាក់ជាកោះទេហើយសម្រាប់ខ្ញុំបើយើងនិយាយអំពី leadership ភាពជាអ្នកដឹកនាំគឺវា boil down to relationship ទំនាក់ទំនងអញ្ចឹងបកទៅធនធានមនុស្សដែលមានគុណភាពគឺចាប់ផ្ដើមពីខ្លួនឯងទៅចាចាប់ផ្ដើមពីខ្លួនឯងជាមនុស្សដែលមានផ្លូវចិត្តរឹងមាំចាហើយផ្លូវចិត្តរឹងមាំនេះអត់មិនមែនជាការដែលបខំខ្លួនឯងឯងកុំច្រឡំខ្ញុំធ្លាប់ជួបមនុស្សម្នាក់គាត់និយាយថាជួបរឿងហ្នឹងទៀតថាខំធ្វើឲ្យខ្លួនឯងជាមនុស្សរឹងមាំអត់បានអត់ទេយើងអត់ប្រឹងអញ្ចឹងទេចាពេលដែលយើងប្រឹងអញ្ចឹងវាទៅជាអីផ្សេងទៀតអញ្ចឹងខ្ញុំដូចចង់និយាយថា concept គាត់ត្រូវគាត់ចង់ខ្លាចជាមនុស្សដែលមានផ្លូវចិត្តរឹងមាំប៉ុន្តែគាត់ push គាត់ចរុញវាគាត់ខំបង្កើតរូបភាពផ្លូវចិត្តរឹងមាំយើងត្រូវដឹងថាពេលណាដែលយើងប្រឹង
យើងបាត់បង់វាហើយដូចយើងចាប់អីមួយតែពេលណាដែលយើងតែហ៊ានតែចាប់រៀងធ្ងន់បន្តិចវាទៅបាត់ហើយខ្ញុំអត់ដឹងថាបញ្យល់វាថាម៉េចប៉ុន្តែសង្ខេបមកម្នាក់ត្រូវមានផ្លូវចិត្តរឹងមាំហើយកុំឲ្យដាក់បន្ទុកផ្លូវចិត្តរបស់ខ្លួនឯងទៅលើអ្នកផ្សេងចាយើងម្នាក់ជាម្ចាស់ការលើជីវិតលើជាផ្លូវចិត្តរបស់យើងកុំឲ្យថាខ្ញុំមកកំអើដោយសារមួយថ្ងៃមុនទៅជាអញ្ចឹងយើងអត់ដាក់បន្ទុកយើងអត់ដាក់ blame shifting យើងអត់ទៅច្អល់ម្រាមដៃថងឃើញអត់ឲ្យខ្ញុំសុបាយមិនបើអ្នកឯងធ្វើចរិតអញ្ចឹងឬក៏អ្នកឯងចេះអញ្ចឹងអត់ទេគេជំរើសរបស់គេយើងជំរើសរបស់យើងចាអញ្ចឹងអ្វីគ្រប់យ៉ាងវាផ្ដើមពីយើងទៅក្នុងភាពជាធនធានមនុស្សហើយតិចទៀតខ្ញុំនឹងចង់ចែករំលែកអំពីធនធានមនុស្សក្នុងសង្គមការងារដែរចាអរគុណច្រើនអញ្ចឹងយើងឃើញថាមានការវែកញែកជាច្រើនប្រហែលជាបងប្អូនមួយចំនួនខ្ញុំឃើញអំពីការដែលគាត់លើកឡើងឬក៏ចែកចាយនៅក្នុងបណ្ដាញសង្គមទំនាក់ទំនងសង្គមគាត់ថាអូធនធានមនុស្សនិយាយអំពីកំណើននៃប្រជាជនចំនួននៃប្រជាជនឬក៏យ៉ាងណាអញ្ចឹងធនធានមនុស្សគឺចាប់ផ្ដើមពីខ្លួនឯងដូចជាកាញ្ជនីបានលើកឡើងថាយើងត្រូវតែមានគប្បីត្រូវតែមានសុខភាពល្អយើងចេះមើលថែខ្លួនឯងខាងរាងកាយញ៉ាំអាហារណាដែលផ្ដល់នៅគុណសម្បត្តិផលប្រយោជន៍ល្អទៅដល់រាងកាយហើយនឹងធ្វើលំហាត់ប្រាណនៃផ្សេងដែលខ្ញុំជឿថាគ្រប់គ្នាបានដឹងអំពីការថែរក្សាខ្លួនផ្លូវចិត្តរបស់យើងសំខាន់ដែរ podcast របស់យើងលោកអ្នកបងប្អូនអាចត្រឡប់ទៅកាន់ podcast យើងពីមុនណាយើងមាននិយាយអំពីជួយលោកអ្នកបងប្អូនឲ្យយល់អំពីថាតើអ្វីទៅជាការដែលថែទាំផ្លូវចិត្តរបស់យើងរបៀបក្នុងការដែលយើងអាចថែទាំបានអញ្ចឹងនេះគឺជាធនធានមួយដែលយើងគួរតែមានវាមិនអាស្រ័យខ្ញុំអត់បដិសេធទេមែនទេថាចំនួនប្រជាជនឬក៏ចំនួននៃមនុស្សគឺជាធនធានមួយប្រកបហើយចា៎ប៉ុន្តែលើសពីចំនួនដែលច្រើនគឺជាអ្នកដែលមាននៅគុណភាពនៃជីវិតច្រើនវាប្រសើរជាងគ្រាន់តែចំនួនច្រើនប៉ុន្តែវានឹងល្អប្រសិនបើទោះបីចំនួនតិចប៉ុន្តែយើងមានគុណភាពច្រើនចា៎អរគុណតាមរឿងរ៉ាវនៃប្រវត្តិរបស់កាញ្ជនីបានលើកឡើងចេញពីគ្រួសារមួយដែលបែកបាក់ពីក្មេងស្រីម្នាក់ដែលមានអារម្មណ៍ខ្ទេចខ្ទាំឯកាមានអារម្មណ៍នៃអត់ត្រូវបានទទួលជំនួយច្រើននៅក្នុងជីវិតតែការខំប្រឹងប្រែងហើយនឹងដំណើរការរហូតមកដល់សប្តាហ៍ថ្ងៃដែលយើងអាចមានការងារមួយល្អមិនត្រឹមតែអាចជួយខ្លួនឯងសម្រាប់ការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់យើងឬក៏ជួយគ្រប់គ្រងជីវិតខ្លួនឯងទេប៉ុន្តែផ្ទុយទៅវិញកាញ្ជនីមាននៅជីវិតមួយដែលមានគុណភាពហើយមានធនធានគ្រប់គ្រាន់ដើម្បីជួយទៅដល់គ្រប់គ្រងទៅដល់សេចក្តីត្រូវការរបស់សហគមន៍របស់យើងអញ្ចឹងបទពិសោធន៍ឬក៏ដំបូន្មានរបស់កាញ្ជនីទៅដល់យុវជនរបស់យើងសប្តាហ៍ថ្ងៃនេះតើបងប្អូនដែលជាយុវជនដែលនៅក្នុងដំណើរការនៅឡើយគួរតែត្រៀមខ្លួនអ្វីខ្លះចាអរគុណច្រើនបងអញ្ចឹងសម្រាប់ខ្ញុំខ្ញុំក៏មានYouTube channel មួយដែរហើយខ្ញុំដាក់ចំណងជើងថា Ask បងកាញ្ជនីហើយមូលហេតុអីដែលខ្ញុំដាក់ចំណងជើងអញ្ចឹងនឹងឲ្យគ្នាយើងពេលខ្លះគាត់លេងសាប់ខ្ញុំថា Ask បងកាញ្ជនីទៅ Ask បងកាញ្ជនីដោយសារចាបងពាក្យថាបងចាតំណាងភាសាខ្មែរយើងព្រោះខ្លាំងមែនតើពាក្យថាបងនឹងតំណាងឲ្យម្នាក់ដែលគាត់ចាស់ជាងយើងគាត់ដើរមុនយើងគាត់ស្គាល់ផ្លូវយើងខ្ញុំធ្លាប់ឮម្នាក់ពីមុនគាត់និយាយថាអីគេចង់ឲ្យគេហៅបងអីក៏ម៉េះ demanding ឬក៏ទាមទារអីចឹងចង់ឲ្យគេហៅបងចង់ឲ្យគេគោរពប៉ុន្តែក៏ពិតមែនគាត់ចាស់ជាងយើងគួរតែហៅគាត់បងចឹងមែនចាយើងមិនបាច់ទៅខំទៅវាយប្រហារអីទៅពីព្រោះនេះជាវប្បធម៌ជាប្រពៃណីជាពាក្យដ៏ព្រោះភាសាក្នុងភាសាខ្មែរយើងដែលបង្ហាញពីឋានានុក្រមនិងឋានៈនៅក្នុងសង្គមពាក្យបងពាក្យអូនពាក្យអ៊ំពាក្យយាយពាក្យតាច្បាស់ហ่ะអង់គ្លេសគេមានតែមួយម៉ាត់ដែរ you គេមានតែ you ឯងអត់ព្រោះហើយចាប៉ុន្តែខ្មែរយើងពាក្យបងហ្នឹងព្រោះអញ្ចឹងខ្ញុំដាក់ថាបង ask បងកាញ្ជនីហ្នឹងគឺបងបើថាបងដឹងជាងអូនដូចមិនថាដោយសារបងអស់ចាជាងអូនឬក៏បងឆ្លាតជាងអូនទេប៉ុន្តែបងបានធំធាត់មុនអូនបងទៅដល់កន្លែងហ្នឹងហើយចាអញ្ចឹងបងទៅដល់ផ្លូវហ្នឹងហើយបងអាចធ្វើ guide ឲ្យឯងទៅលេងកោវត្តណាបងធ្លាប់ទៅ20ដងហើយអញ្ចឹងបងស្គាល់កឡុកកលៀតណាអញ្ចឹងមកទៅរកអប្សរាចេញថ្មិញឲ្យបងនាំទៅឧទាហរណ៍អញ្ចឹងអញ្ចឹងពាក្យថាបងហ្នឹងគឺក្នុងន័យថាបងបានទៅដល់មុនហើយប៉ុន្តែពាក្យថា ask ហ្នឹងគឺតំណាងឲ្យការដែលយើងមានតំណែងមួយគ្នាទៅវិញទៅមក
បានហើយយើងបើកមាត់យើងនិយាយចាពីព្រោះយើងប្រហែលអ្នកដែលធ្លាប់ឃើញម្នាក់មកចិត្តយើងគឺថាអីគេមុខក្រោយអីគេថាមិនទៅចាមុខមិនឲ្យក្រោយមិនមើលថាអត់និយាយរកគ្នាអត់ងាកមើលគ្នាអីសម្រាប់ខ្ញុំបដិញ្ញាចិត្តខ្លួនឯងពីទូចហើយខ្ញុំចង់ challenge គ្នាយើងមួយចំនួនដែលគិតអំពីពាក្យ introvert និង extrovert ពេលខ្លះពួកគាត់ hide behind the word introvert នឹងចាគឺថាintrovert គេអញ្ចឹងចុះហ្នឹងហើយទាំងអស់គ្នាគឺថា introvert តែក៏ពិតអត់មានតែគេចង់ចង់ប្រហែលចាសូម្បីតែយើងពេលនេះក៏ដោយចាចង់នៅក្នុងបន្ទប់សុវត្ថិភាពផាសុខភាពបំផុតចាចង់កលុំភួយចង់បើសិនតិចចង់មើល funny show ឬក៏អីចឹងទៅក៏ផ្លាយមើលទៅទស្សអីចឹងទៅទាំងអស់នេះសើចង់អញ្ចឹងទាំងអស់នេះចង់ប៉ុន្តែយើងត្រូវមានតំណែងជាមួយគ្នាទៅវិញទៅមកកន្លែងហ្នឹងឯងដែលខ្ញុំចង់ផ្ដោតទៅលើពី ask ហ្នឹងគឺចង់ឲ្យមានតំណែងហើយពេលដែលខ្ញុំដើរចូលបន្ទប់ណាមួយបើសិនជាមានចាស់ទុំជាងខ្ញុំបដិញ្ញាចិត្តក្នុងការលើកដៃជម្រាបសួរឲ្យបានលឿនចាមិនបានមុនគាត់ក៏បានលឿនដែរចាហើយបើថាមានបងប្អូនអីគាត់ថា Hi hello អីចឹងដែរហើយសូម្បីតែនិយាយដល់ពេលដែលយើងធ្វើយូរទៅបងវាទៅជាធម្មជាតិណាចាវាជាធម្មជាតិរបស់យើងអត់ប្រឹងទេពីដំបូងខ្ញុំសារភាពថាខ្ញុំពិតជាប្រឹងប៉ុន្តែយើងដឹងថាអានឹងល្អសម្រាប់យើងអាចបង្កើតទម្លាប់ល្អយើងអាចបង្កើតទម្លាប់ល្អអាចបង្កើតទម្លាប់បានទម្លាប់ថ្មីហ្នឹងហើយឆ្នាំថ្មី2026យើងមានទម្លាប់ថ្មីអញ្ចឹងខ្ញុំព្យាយាមទទួលស្នាមខ្ញុំបង្ហាញស្នាមញញឹមរាក់ទាក់ឲ្យបានលឿនចាសួរថាយើងវាទៀមទាយើងអស់ធម៌ពលវាទៀមទាដំបងចាប៉ុន្តែក៏វាផ្ដល់នូវភាពកក់ក្ដៅសម្រាប់អ្នកដែលគេទទួលដែរចាអាហ្នឹងឯងដែលយើងជាគ្រីស្ទានយើងដើរដោយក្តីស្រឡាញ់ក៏ពិតពាក្យថាដើរដោយក្តីស្រឡាញ់មិនប្រកាសថាយើងធ្វើអីអស់ចាអីធំទេការដែលយើងគ្រាន់តែញញឹមការដែលយើងគ្រាន់តែស្វាគមន៍នរណាម្នាក់គ្រាន់តែយើងសួរសុខទុក្ខគេហ្នឹងក៏ជាការដើរដោយក្តីស្រឡាញ់ដែរអញ្ចឹងទំនាក់ទំនងអាសបងកាញ់ជនីហ្នឹងយើងចង់បំផុសគាត់មកអណៃមានអីសួរបងមកមានអីនិយាយប្រាប់បងមកមានអីបងជួយគិតខុសត្រូវអីបងមិនដឹងទទួលខុសត្រូវប៉ុន្តែយ៉ាងហោចណាស់យើងបាននិយាយគ្នាយើងបានសារសងគ្នាយើងអត់រស់នៅក្នុងពីផ្ដាច់ខ្លួនមកកដប់ពេលយើងចង់ឲ្យមានតំណែងមួយគ្នានឹងអញ្ចឹងហើយតើខ្ញុំមានអាសបងកាញ់ជនីនឹងចំណងជើងវិញឆ្ងាយប៉ុន្តែត្រឡប់មកសំណួរបងវិញមានអីដែលជាសារសម្រាប់ខ្ញុំទី1ដែលយើងថាមិនអញ្ចឹងផ្ដើមចេញពីខ្លួនឯងហើយកុំទៅបន្ទោសអ្នកណាទាំងអស់Don't play blaming game កុំទៅដើរបន្ទោសគេបន្ទោសឯងបន្ទោសឪពុកបន្ទោសម្ដាយបន្ទោសក្រុមគ្រួសារបន្ទោសកលៈទេសៈបន្ទោសសង្គមជាតិបន្ទោសមិនបាច់ទេចាមិនបាច់បន្ទោសជោគវាសនាទេហើយកុំឲ្យប្រើពាក្យថាខ្ញុំមកភ័ព្វណាជាតិនេះខ្ញុំមកភ័ព្វណាខ្ញុំសូមបដិសេធខ្ញុំសូមដកពាក្យនឹងចេញអូខេកលៈទេសៈវាកើតឡើងចំពោះយើងហើយដូចម៉ូតូបែកកង់អញ្ចឹងចាសួរថាម៉ូតូបែកកង់យើងធ្វើមិនអង្គុយយំខឹងម៉ូតូហ្នឹងមិនបានវាបែកមិនបានបែកអញ្ចឹងយើងអស់ម៉ូតូហ្នឹងទៅប៉ះចាយើងអស់ម៉ូតូហ្នឹងទៅប៉ះយើងអង់គ្លេសគេថា life happens រឿងអញ្ចឹងវាកើតលើជីវិតយើងប៉ុន្តែបើសិនជាយើងផ្ដេកផ្ដួលទៅលើវាយើងនឹងជាប់គាំងវានឹងអត់នាំយើងទៅណាទេធ្វើឲ្យយើងមានអារម្មណ៍ល្អថាយើងជាជនរងគ្រោះប៉ុន្តែវានឹងនាំឲ្យយើងជាប់គាំងហើយគេនឹងទៅចោលយើងអស់ហើយយើងនឹងជាប់គាំងរហូតអញ្ចឹងផ្ដើមចេញពីខ្លួនឯងកុំរស់នៅក្នុងការបន្ទោសកុំរស់នៅក្នុងភាពជាជនរងគ្រោះរស់នៅក្នុងភាពជាអ្នកដែលមានជ័យជំនះនៅក្នុងព្រះអង្គហើយសម្រាប់ practical skill វិញជំនាញជាក់ស្ដែងសម្រាប់ខ្ញុំមានអក្សរ3ខ្ញុំចង់ចែករំលែកជាមួយនឹងបងប្អូនពេលដែលយើងត្រៀមខ្លួនសម្រាប់ទីផ្សារការងារការប្រកួតប្រជែងក្នុងតំបន់អាស៊ានឬក៏ពេលបច្ចុប្បន្ននេះផ្ដើមចេញពីខ្លួនយើងត្រូវមានចំណេះដឹងចាយើងត្រូវទៅសាលាយើងត្រូវរៀនសូត្រអ្វីដែល on trend គេត្រូវកាយរាល់ថ្ងៃហ្នឹង AI robotic media skill អីក៏ដោយយើងត្រូវទៅរៀន script ជញ្ជក់យកចំណេះដឹងទាំងអស់ហ្នឹងកុំឲ្យចំណាយពេលខ្ជះខ្ជាយហើយកុំបាច់ចាំពឹងម៉ាក់ប៉ាមករំអុកកូនអើយដល់ម៉ោងរៀនហើយខ្ញុំមិនដែលស្គាល់រសជាតិអ្នកណាមករំអុកខ្ញុំឲ្យរៀនទេខ្ញុំមិនដែលទេអរគុណព្រះអង្គដោយសារខ្ញុំឆ្ងល់ខ្ញុំចង់ដឹងខ្លួនឯងខ្ញុំឲ្យតម្លៃលើភាពចង់ដឹងចង់ឮអង់គ្លេសថា curiosity អ្នកខ្លះថាប្រកែកឆ្ងល់ម៉េះថាឲ្យកូនទៀតតាមពិតការដែលឆ្ងល់គឺល្អនៅពេលដែលយើងឆ្ងល់ចង់ដឹងចំណេះដឹងអីមួយយើងឆ្ងល់ទៅចាអញ្ចឹងទី1យើងត្រូវខិតខំរៀនសូត្រក្រេបជញ្ជក់ចំណេះដឹងហ្នឹងអក្សរ K knowledge អក្សរបន្ទាប់ទៀតគឺ skill
ពេលដែលយើងមានចំណេះដឹងហើយយើងមានទ្រឹស្ដីហើយតើយើងអនុវត្តវាបានអត់យើងមានជំនាញទៅធ្វើវាអត់ដូចកន្លែងនេះយើងដឹងហើយថា macro ហ្នឹងនឹងធ្វើឲ្យសលេងយើងព្រោះចាយើងដឹងហើយថា design ហ្នឹងវារូបចេះប៉ុន្តែតើយើងមានជំនាញមកគុំ macro ហ្នឹងឲ្យប្រើបានអត់ហុកជាមួយនឹង computer ហុកជាមួយនឹងកាមេរ៉ាបាញ់ភ្លើងមកចេញជា podcast ហ្នឹងតើយើងមានជំនាញធ្វើវាបានអត់ចាអញ្ចឹងមិនមែនពីរណា knowledge ហើយនិង skill អក្សរ K ហើយនិងអក្សរ S ពីរហ្នឹងសំខាន់ប៉ុន្តែចុងក្រោយគឺសំខាន់បំផុតបើចុងក្រោយនឹងអត់មានហើយគឺអត់អាចហ្មងចាអញ្ចឹងអក្សរ K អក្សរ S អក្សរ A អក្សរ A ហ្នឹងគឺ attitude អរិយាបថយើងធ្លាប់ឃើញបុគ្គលមួយចំនួនថាបកែដាក់អីក៏ចេញដែរបើថាគាត់ឲ្យយើងដាក់ការងារអីមួយគឺគាត់ធ្វើខ្ទេចហ្មងប៉ុន្តែគាត់ណាចិត្តតគាត់ហ្នឹងក៏យើងព្រឺរោមឬយើងអត់សុបាយឬក៏យើងពិបាកអីចឹងណាចាវត្តមានចូលមកយើងភ័យយើងគាត់ដើរមកយើងហើយយើងចង់ដូចដាច់ខ្យល់អីខ្យល់អញ្ចឹងចាអញ្ចឹង attitude អរិយាបថហ្នឹងគឺគាត់មកដល់គាត់ត្រំជើងគាត់មកយឺតឬក៏គាត់កុហកគាត់អត់គោរពពេលវេលាម៉ោងប្រជុំឬក៏អីផ្សេងតែយើងតឹងចិត្តប៉ុណ្ណាក្នុងការដែលយើងធ្វើការអញ្ចឹងចង់attitude ហ្នឹងសំខាន់ខ្លាំងមែនតើចាអញ្ចឹងខ្ញុំឲ្យពាក្យ3ហ្នឹងអក្សរ K អក្សរ S អក្សរ A ហ្នឹងតែសម្រាប់ខ្ញុំពិតជាឲ្យតម្លៃលើ attitude ហើយខ្ញុំចង់បន្ថែមមួយទៀតដែរចាសូមជឿមានពេលមួយខ្ញុំស្ដាប់ podcast មួយរបស់Diary of a CEO ខ្ញុំគិតថាហ្នឹងហើយ podcast ហ្នឹងមានគាត់សម្ភាសន៍ម្នាក់ស្រីម្នាក់ឈ្មោះ Vanessa ហើយគាត់និយាយអំពីតើអ្វីដែលធ្វើឲ្យបុគ្គលម្នាក់ខ្លាចជាបុគ្គលដែលមានភាពតាក់ទាញចា what make a person charismatic ហ្នឹងហើយ charisma what creates charisma ហ្នឹងភាពតាក់ទាញក្នុងកន្លែងការងារគាត់ឲ្យតែពីរឯងគាត់ថាអ្នកដែលធ្វើឲ្យមនុស្សមានភាពកក់ក្ដៅហើយនិងអ្នកដែលមានសមត្ថភាពបំពេញការងារវ៉ាវមែនឧទាហរណ៍ដូចខ្ញុំនឹងបងពេលនេះស្រាប់តែខ្ញុំមិនដែលនិយាយរបងខ្ញុំខ្លាចបងឬក៏អីយើងអត់អាចធ្វើការមួយគ្នាបានទេចាហើយមួយទៀតបើសិនជាមានភាពកក់ក្ដៅប៉ុន្តែមីក្រូមិនដឹងនៅណាឬក៏ភ្លើងអត់ទាន់ចាអញ្ចឹងក៏អត់អាចដែរអញ្ចឹងគន្លឹះ2ហ្នឹងខ្ញុំឲ្យអក្សរ3ប៉ុន្តែ2មិញហ្នឹងភាពកក់ក្ដៅខ្ញុំឲ្យតម្លៃលើភាពកក់ក្ដៅមែនតើខ្ញុំអរគុណព្រះអង្គទោះបីជាសាច់រឿងខ្ញុំស្ដាប់មកអូដូចមានភាពបាក់បាយឬក៏អីផ្សេងប៉ុន្តែខ្ញុំជ្រើសរើសចង់ចាំភាពកក់ក្ដៅចាក្នុងក្រុមគ្រួសាររបស់ខ្ញុំទោះបីជាមានរឿងអត់ល្អកើតឡើងច្រើនប៉ុន្តែរឿងដែលល្អខ្ញុំចាំខ្លាំងមែនតើឧទាហរណ៍ដូចពីពេលមួយប៉ាខ្ញុំនាំខ្ញុំចូលក្នុងព្រៃហើយគាត់ធ្វើមួកពីស្លឹកឈើឲ្យខ្ញុំពេហើយគាត់ធ្វើរែកឲ្យខ្ញុំរែកលហុងក្នុងព្រៃហ្នឹងហើយយើងជិះម៉ូតូឡើងភ្នំអត់ទាំងអស់ហ្នឹងវាជាការចង់ចាំដល់កក់ក្ដៅក្នុងចិត្តខ្ញុំអញ្ចឹងការដែលយើងបង្កើតភាពកក់ក្ដៅគឺសំខាន់ក្នុងកន្លែងការងារចាអញ្ចឹងសង្ខេបមកវិញធនធានមនុស្សផ្ដើមចេញពីខ្លួនយើងត្រូវធ្វើជាអ្នកកាច់ចង្កូតយើងកុំទៅបន្ទោសជោគវាសនាបន្ទោសព្រំលិខិតហៅខ្លួនឯងថាភ័ព្វអីបដិសេធទាំងអស់នឹងចោលហើយយើងចាប់ផ្ដើមពីឥឡូវទៅយើងដើរដោយជំនឿយើងដើរដោយសង្ឃឹមហើយជាពិសេសយើងដើរដោយក្តីស្រឡាញ់ត្រូវស្គាល់តម្លៃខ្លួនឯងចាកុំឲ្យរស់នៅក្នុងការបៀតបៀនគៀបសង្កត់ត្រូវស្គាល់ថាខ្លួនឯងជានរណាហើយស្គាល់តម្លៃខ្លួនឯងសម្រាប់យើងជាគ្រីស្ទានខ្ញុំដឹងថាខ្ញុំធ្វើខុសច្រើនខ្ញុំអត់ល្អខ្ចោះទេខ្ញុំធ្វើខុសច្រើនខ្ញុំមានអំនួតប៉ុន្តែខ្ញុំដឹងថាព្រះអង្គសព្វហត្ថីខ្ញុំរស់នៅក្នុងជីវិតដែលថ្មីដូចយើងដាក់ថា transformation broadcast ហេតុអីដោយសារយើងចង់ឲ្យអ្នកស្ដាប់នេះគាត់ស្ដាប់ហើយគាត់បានជីវិតដែលថ្មីអត់ជីវិតដដែលទេហើយជីវិតនេះទៅរួចបានដោយសារថាមពលប្រធានភាពនៃព្រះវិញ្ញាណបរិសុទ្ធអញ្ចឹងសម្រាប់ខ្ញុំខ្ញុំជឿថាព្រះអង្គស្រឡាញ់ខ្ញុំខ្លាំងមែនតើហើយខ្ញុំមិនបាច់ដើរនៅក្នុងភាពអាម៉ាស់ទេពេលដែលយើងធ្វើខុសពិតប្រាកដយើងមានភាពអាម៉ាស់ចាដូចថាកញ្ជនីមកយន្តឯងថាថ្ងៃមុនធ្វើឲ្យបងខឹងឧទាហរណ៍ណាចាអូសុំទោសផងបងអត់អីយើងអាចងើបឈរវិញបានផ្លូវចិត្តយើងរឹងមាំដោយសារយើងមានភាពកក់ក្ដៅនិងក្តីស្រឡាញ់មកពីព្រះអង្គប៉ុន្តែបើយើងអត់មានភាពកក់ក្ដៅនិងក្តីស្រឡាញ់មកពីព្រះអង្គទេថាបើស្ដាប់ខ្ញុំច្រឡំខ្ញុំមិនមានអីចឹងណាអញ្ចឹងទៅអូខេអញ្ចឹងហ្នឹងហើយវែងឆ្ងាយតែខ្ញុំរំភើបជាមួយនឹង topic នេះចាអរគុណច្រើនអរគុណអញ្ចឹងអ្វីដែលលើកទឹកចិត្តទៅដល់យុវជនទាំងអស់គ្នាតាមរយៈបទពិសោធន៍មួយនេះគឺបងប្អូនទាំងអស់គ្នាដោយអក្សរ3ត្រូវចាំ K S and A K knowledge ចំណេះដឹងត្រូវសង្វាតតន់មានពេលវេលាខ្ញុំហើយនឹងស្វាមីរបស់ខ្ញុំគ្រួសាររបស់ខ្ញុំមានគាត់រៀនមិនមែនអត់រៀនទេតាំងពីគាត់កំឡោះតាំងពីគាត់ខ្លួនមួយតែមកដល់ពេលនេះយើងទៅតែរៀនជំនាញបន្ថែមអញ្ចឹងគាត់
កំពុងតែរៀនថ្នាក់អនុបណ្ឌិតផ្នែកព្រះគម្ពីរ ចា អញ្ចឹងយើងតែងតែប្រាប់ទៅកាន់បងប្អូនទាំងអស់គ្នាថាខំប្រឹងរៀនឲ្យចប់ឲ្យហើយមុនពេលដែលមានគ្រួសារព្រោះយើងមានពេលវេលាច្រើនឥឡូវគាត់ចង់ធ្វើ assignment គ្រូដាក់មកអញ្ចឹងកូនយំប៉ាហេវប៉ាឃ្លានប៉ាអ្នកនេះវាយប៉ាអ្នកនោះវាយអញ្ចឹងបែកអារម្មណ៍ប៉ុន្តែយ៉ាងណាវិញខ្ញុំឃើញថាគាត់នៅតែខំប្រឹងប្រែងអញ្ចឹងលើកទឹកចិត្តទៅដល់យុវវ័យបងប្អូនទាំងអស់គ្នាជាពេលវេលាដែលបងប្អូនខំប្រឹងប្រែងក្រេកជញ្ជក់នៅចំណេះដឹងនិងជំនាញទី2គឺជាជំនាញដែលយើងអាចធ្វើវាបានទី3 attitude គឺអាកប្បកិរិយាខ្ញុំចាំពាក្យមួយខ្ញុំមិនដឹងថាជាពាក្យរបស់អ្នកណាប៉ុន្តែគាត់ថា knowledge can bring you there but attitude can keep you there អញ្ចឹងមានន័យថាចំណេះដឹងអាចនាំយើងទៅដល់កន្លែងហ្នឹងបានប៉ុន្តែអ្វីដែលអាចរក្សាយើងឲ្យនៅកន្លែងហ្នឹងគឺជាអត្តចរិតគឺជាអាកប្បកិរិយាអញ្ចឹងចំណេះដឹងស្របជាមួយនឹងយើងមាននៅកប្បកិរិយានិងអត្តចរិតដែលត្រឹមត្រូវដែលសមប្រកបជាអ្នកដែលផ្ដល់នៅជាទីកក់ក្ដៅអញ្ចឹងពាក្យថាធនធានមនុស្សប្រកាសហើយខ្ញុំយល់ស្របជាមួយនឹងចំនួននៃប្រជាជនប៉ុន្តែលើសពីនោះគឺដោយបងអូនស្រីបានលើកឡើងថាគឺជាគុណភាពនៃជីវិតអញ្ចឹងយុវជនគឺជាពេលវេលារបស់បងប្អូនហើយដែលខំសម្អិតសម្អាងខ្លួនដើម្បីក្លាយទៅជាយុវជនម្នាក់ដែលមានគុណភាពជួយខ្លួនឯងហើយជួយទៅដល់សហគមន៍ដែលយើងកំពុងតែរស់នៅជាចុងក្រោយនៃកម្មវិធីតើកញ្ចនីមានពាក្យលើកទឹកចិត្តឬក៏ជាការដែលជំរុញចិត្តទៅដល់បងប្អូនជាពិសេសទៅដល់យុវវ័យដែលជាវ័យមួយដែលកំពុងតែកសាងសមត្ថភាពដែលជាវ័យមួយដែលជាធនធានដែលសង្គមជាតិយើងកំពុងតែត្រូវការខ្លាំងអរគុណមកនឹងអញ្ចឹងតកតងជាមួយនឹងគុណភាពហើយនឹងបរិមាណនឹងចង់បញ្ជាក់កន្លែងនឹងដែរក្នុងកលៈទេសៈនេះយើងឃើញថានៅលើ Facebook នៅលើសង្គម social media បណ្ដាញសង្គមអីចឹងណាថាអូយើងត្រូវតែបង្កើតកូនឲ្យច្រើនអីចឹងទៅប៉ុន្តែទាំងអស់គ្នាត្រូវចាំត្រូវដឹងថាសង្គមដែលមានតម្លៃខ្លាំងមែនទែនគឺសង្គមគ្រួសារចាសង្គមគ្រួសារហ្នឹងគឺអ្វីទាំងអស់ក៏កើតចេញពីសង្គមគ្រួសារទៅបង្កើតបានជាសង្គមធំនេះអញ្ចឹងបើសិនជាយើងមានកូនច្រើនតែកូនយើងអត់ល្អចាបើថាឪពុកម្ដាយអត់បានចិញ្ចឹមបីបាច់បានល្អអត់បានមានឱកាសរៀនសូត្រឬក៏អត់ឲ្យតម្លៃលើការសិក្សាមានចរិតឆ្មាំងឆ្មៃឬក៏ប្រើប្រាស់គ្រឿងញៀនឬក៏អីផ្សេងវាទៅជាបន្ទុកសម្រាប់រដ្ឋវិញវាទៅជាបន្ទុកសម្រាប់ក្រុមគ្រួសារដូចយើងតែងតែឃើញអំពីដូចអ៊ំស្រីដែលពេលនៅតាមដងផ្លូវឬក៏អីចឹងយើងសួរថាអូអ៊ំមានកូនអត់ពេលខ្លះកូន6ក៏មានដែរចាអញ្ចឹងវាអត់អាស្រ័យទៅលើបរិមាណខ្លាំងពេកទេប៉ុន្តែគុណភាពចាគុណភាពគឺសំខាន់ហើយប៉ុន្តែបើថាអូបានទាំងពីរខ្ញុំគ្រប់គ្រងខ្ញុំស្រឡាញ់គ្រួសារខ្ញុំគ្រប់គ្រងមានគ្រួសារធំប៉ុន្តែត្រូវសួរខ្លួនឯងថាតើយើងបញ្ញាចិត្តទាំងបរិសុទ្ធស្ត្រីដែលគាត់យកគ្នាជាក្រុមគ្រួសារហ្នឹងត្រូវតែបដិញ្ញាចិត្តក្នុងការកសាងគ្រួសារដែលមានសុភមង្គលមានក្តីស្រឡាញ់ហើយកសាងក្រុមគ្រួសារដែលកូនគាត់មានសុខភាពផ្លូវចិត្តរឹងមាំចាអរគុណច្រើនអរគុណដល់កញ្ចនីសម្រាប់ពេលវេលាតាមពិតគាត់ធ្វើដំណើរ base របស់កញ្ចនីនៅបាត់ដំបងតែថ្ងៃនេះមកភ្នំពេញសើមិញតាក់តងទៅកញ្ចនីបងចង់ឮហើយជឿថានេះគឺជា podcast មួយដែលគ្រប់គ្នាគួរតែឮពីបទពិសោធន៍ពិតតាមពិតចំណេះដឹងនៅក្នុងសភៅមានល្អដែលយើងទៅអានទៅរៀនប៉ុន្តែសម្រាប់ខ្ញុំចូលចិត្តរៀនអំពីស្ដាប់ឮហើយនឹងរៀននៅពេលដែលជីវិតមនុស្សម្នាក់មេរៀននៅក្នុងសភៅហ្នឹងคล้ายទៅជាការពិតនៅក្នុងជីវិតរបស់គាត់អញ្ចឹងខ្ញុំជឿថា podcast មួយនេះជាការលើកទឹកចិត្តមិនត្រឹមតែខ្ញុំប៉ុន្តែជាការលើកទឹកចិត្តទៅដល់បងប្អូនយុវវ័យយុវជនទាំងអស់ដែលបងប្អូនទាំងអស់គ្នាគឺជាក្តីសង្ឃឹមនិងជាធនធានមួយសម្រាប់សង្គមគ្រួសារនិងសង្គមជាតិយើងទាំងមូលសង្ឃឹមថាយើងនឹងក្លាយទៅជាសង្គមជាតិមួយសង្គមគ្រួសារមួយដែលមានគុណភាពល្អបំផុតកម្រិត ISO និយាយលេងគឺជាកម្រិតមួយដែលគ្រប់គ្នាត្រូវការហើយយើងអាចបម្រើទៅដល់សង្គមគ្រួសារយើងហើយបម្រើទៅដល់សង្គមជាតិយើងដើម្បីឲ្យភាពអភិវឌ្ឍរីកចម្រើនគឺកាត់ឡើងពីលោកអ្នកបងប្អូនហើយនឹងខ្ញុំមានសុខភាពល្អមានផ្លូវចិត្តរឹងមាំ
នឹងមានចំណេះជំនាញដែលពិតប្រាកដហើយនឹងជាជាតិសាសន៍មួយដែលមាននៅអត្តចរិតនិងអាកប្បកិរិយាដ៏ល្អប្រពៃសូមព្រះជាម្ចាស់បានប្រទានពរយើងនឹងជួបជាមួយនឹងកម្មវិធីរបស់យើងនៅសប្តាហ៍ក្រោយៗទៀតផងដែរសូមមានពេលវេលាល្អជាមួយនឹងក្រុមគ្រួសារ ជម្រាបលា